ព្រោះតែខឹងនារីជាសង្សារមានអ្នកថ្មីក៏យកកំបិតបំរុងទៅចាក់សង្សារថ្មីនាងតែត្រូវនាងរត់ទៅជួយខត់ខ្លួនយុវជនពីរនាក់ក្រោយខឹងនារីជាសង្សារមានអ្នកថ្មីក៏យកកំបិតបំរុងទៅចាក់សង្សារថ្មីរបស់នាងតែនារីរងគ្រោះរត់មកជួយក៏ចាក់ត្រូវនាងបណ្ដាលឲ្យរងបួសនេះបើយោងតាមភេកអភិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហោះរាជធានីភ្នំពេញខត់ខ្លួនយុវជនពីរនាក់ក្រោយខឹងនារីជាសង្សារមានអ្នកថ្មីក៏យកកំបិតបំរុងទៅចាក់សង្សារថ្មីរបស់នាងតែនារីរងគ្រោះរត់មកជួយក៏ចាក់ត្រូវនាងបណ្ដាលឲ្យរងបួសនេះបើយោងតាមភេកអភិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហោះកាលពីម្សិលមិញដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសឆ្លឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រោយទទួលពាក្យបណ្ដឹងនៅថ្ងៃទី3ខែមីនាឆ្នាំ2025អំពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកនាំបញ្ជាដោយលោកបូសេនីឯកយីវណ្ដាអធិការនគរបាលក្រុងតាខ្មៅផ្នែកយុទ្ធសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់និងតាខ្មៅកំណត់មុខសញ្ញាភិនភាគក្រុមជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនបានយុវជនពីរនាក់នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលយោងតាមចម្លើយសារភាពថាគាត់ពិតជាបានប្រចាំជ្រងគ្រោះដែលត្រូវជាសង្សាររបស់ខ្លួនដែលមានសង្សារថ្មីហើយបានយកកូនកំបិតទៅជាមួយបពពួកក្នុងគោលបំណងទៅចាក់សង្សារថ្មីរបស់ជ្រងគ្រោះតែត្រូវជ្រងគ្រោះរត់មកជួយទៅចាក់ជ្រងគ្រោះបណ្ដាលឲ្យមានរបួសស្នាមទាំងដងបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី